paint yourself into a corner តើ phrase នេះមានអត្ថន័យយ៉ាងដូចម្តេចថ្ងៃនេះខ្ញុំនឹងលើកយក idiom នៅក្នុងភាសាអង់គ្លេស paint yourself into a corner យកមកធ្វើការសិក្សា paint yourself into a corner means you create a problem for yourself and now every option is bad មានន័យថាអ្នកបង្កើតកំហុសមួយឲ្យខ្លួនឯងបាទបង្កើតកំហុសមួយសម្រាប់ខ្លួនឯងហើយឥឡូវហ្នឹងអ្វីៗវាលែងមានជំរើសល្អទៀតដែរអញ្ចឹងពាក្យ paint yourself into a corner នេះខ្ញុំបកប្រែថាអ្នកដើរដល់ផ្លូវទាល់អញ្ចឹងពាក្យហ្នឹងវាកើតចេញពីទី1ដោយសារតែអ្នកនិយាយកុហកម្ដងហើយម្ដងទៀតទី2ការចេញពីសន្យាហើយធ្វើអត់បាននៅពេលដែលសន្យាហើយធ្វើអត់បាននឹងហើយដែលធ្វើឲ្យយើងដើរដល់ផ្លូវទាល់ហើយបើសិនជានៅក្នុងន័យអធិបវិញ paint yourself into a corner មានន័យថាលាបអីមួយរហូតដល់ខ្លួនឯងទៅដល់ផ្លូវទាល់មួយទៅដល់កន្លែងកែងជញ្ជាំងមួយអញ្ចឹងទៅដល់ពេលយើងដើរទៅដល់កន្លែងហ្នឹងហើយយើងអាចត្រឡប់មកវិញបានអញ្ចឹងអាហ្នឹងហើយដែលយើងនិយាយថា paint yourself into a corner ដែលខ្ញុំបកប្រែថាដើរដល់ផ្លូវទាល់បាទជាឧទាហរណ៍ for example if you lie again and again you paint yourself into a corner ចឹងនៅក្នុងប្រយោគមួយហ្នឹងបកប្រែថាប្រសិនបើអ្នកនិយាយកុហកម្ដងហើយម្ដងទៀតអ្នកនឹងដើរដល់ផ្លូវទាល់ if you lie again and again you paint yourself into a corner បាទខ្ញុំក៏មានឧទាហរណ៍មួយទៀតដែរ for example if you set such strict rules you paint yourself into a corner later បាទនៅក្នុងប្រយោគមួយហ្នឹងមានន័យថាបើសិនជាអ្នករៀបចំច្បាប់តឹងរ៉ឹងបែបហ្នឹងអ្នកនឹងដើរដល់ផ្លូវទាល់នៅពេលក្រោយ if you set such strict rules you paint yourself into a corner later បើសិនជាវីដេអូនេះសំខាន់សម្រាប់ការរៀនភាសាអង់គ្លេសជួយ follow share និង comment នៅខាងក្រោមបាទសូមអរគុណ